សូមថ្វាយបង្គំព្រះវិសុទ្ធិមនីសក្ខាតច័ន្ទឬជាគណៈថ្នាក់កិត្តិយសនារសៀលថ្ងៃទី8ខែឧសភាឆ្នាំ2025សម្ដេចព្រះឧត្តមបញ្ញាគតិបណ្ឌិតឌួងផង់សម្ដេចព្រះអនុប្រធានថេរសភាព្រះពុទ្ធសាសនានៃព្រះរាជាណាចក្រកម្ពុជានិងជាព្រះអគ្គធិការរងនៃអគ្គធិការដ្ឋានពុទ្ធិកសិក្សាជាតិនៃក្រសួងធម្មការនិងសាសនាព្រះរាជតំណាងដល់ខ្ពង់ខ្ពស់សម្ដេចព្រះមហាសុមេធាធិបតីគតិបណ្ឌិតអ៊ុំលំហេងសម្ដេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជាបាននិមន្តជាព្រះអធិបតីភាពដល់ខ្ពង់ខ្ពស់ក្នុងពិធីបើកបវេសនកាលពុទ្ធិកសិក្សាឆ្នាំសិក្សា2025-2026នៅក្នុងខេត្តស្ទឹងត្រែងពិធីបើកបវេសនកាលនេះត្រូវបានធ្វើឡើងនៅសាលប្រជុំធំសាលាខេត្តស្ទឹងត្រែងដោយមានការនិមន្តនិងអញ្ជើញចូលរួមពីសំណាក់ព្រះសូមេធិវង្សបណ្ឌិតសុកប៊ុនធឿនព្រះប្រធានផ្នែកពុទ្ធិកឧត្តមសិក្សាព្រះមេគុណខេត្តស្ទឹងត្រែងឯកឧត្តមថោងស្រាន់អភិបាលរងខេត្តតំណាងដល់ខ្ពង់ខ្ពស់ឯកឧត្តមសសុពុត្រាអភិបាលនៃគណៈអភិបាលខេត្តព្រះមន្ត្រីសង្ឃនិងអ្នកពាក់ព័ន្ធជាច្រើនអ្នកឯកឧត្តមថោងស្រាន់អភិបាលរងខេត្តស្ទឹងត្រែងបានមានប្រសាសន៍ថាពិធីបើកបវេសនកាលពុទ្ធិកសិក្សាពិតជាមានសារៈសំខាន់ណាស់សម្រាប់វិស័យព្រះពុទ្ធសាសនាក្នុងព្រះរាជាណាចក្រកម្ពុជានិយាយជារួមនឹងដោយឡែកសម្រាប់ខេត្តស្ទឹងត្រែងដោយហេតុថាវិស័យសាសនាក្នុងគ្រប់បរិការនៃការវិវត្តរីកចម្រើនរបស់ប្រទេសជាតិបានរួមចំណែកដល់ខ្លាំងក្លាក្នុងការលើកកម្ពស់សីលធម៌សង្គមនិងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចប្រកបដោយសុខដុមរមនាវឌ្ឍនភាពនិងស្ថិរភាពមិនថានៅក្នុងប្រទេសណាឬសម្រាប់សាសនាណាមួយឡើយឯកឧត្តមបន្តថាពុទ្ធិកសិក្សាគឺជាឆ្អឹងខ្នងរបស់ព្រះពុទ្ធសាសនាដើម្បីឲ្យព្រះពុទ្ធសាសនាមានការរីកចម្រើនរុងរឿងទៅបានត្រូវតែពង្រីកវិស័យពុទ្ធិកសិក្សាឲ្យបានរឹងមាំជាការចាំបាច់មានន័យថាយុវសាមណៈដែលបានបួសរៀនក្នុងព្រះពុទ្ធសាសនាត្រូវតែចូលរៀនពុទ្ធិកសិក្សាប្រកបដោយវិន័យនិងធានាឲ្យបានទាំងបរិមាណនិងគុណភាពដើម្បីទទួលបាននូវធនធានព្រះសង្ឃដែលពោរពេញទៅដោយសមត្ថភាពចំណេះដឹងក្នុងការប្រតិបត្តិរបស់ព្រះសង្ឃគ្រប់ព្រះអង្គផ្ទាល់បានល្អប្រសើរប្រកបដោយព្រះគុណតម្លៃសេចក្តីថ្លៃថ្នូរជាគំរូជាគ្រូជួយទេសនាទូមានអប់រំធម៌វិន័យដល់ពុទ្ធបរិស័ទបានកាន់តែជ្រះថ្លាសម្ដេចព្រះឧត្តមបញ្ញាគតិបណ្ឌិតឌួងផង់សម្ដេចព្រះអនុប្រធានថេរសភាព្រះពុទ្ធសាសនានៃព្រះរាជាណាចក្រកម្ពុជានិងជាព្រះអគ្គធិការរងនៃអគ្គធិការដ្ឋានពុទ្ធិកសិក្សាជាតិនៃក្រសួងធម្មការនិងសាសនាមានសង្ឃដីកាថាពុទ្ធិកសិក្សាវត្តអារាមតាំងពីបុរាណកាលរហូតមកដល់បច្ចុប្បន្ននេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំដល់ព្រះសង្ឃកុមារតូចៗហើយវិស័យពុទ្ធសាសនានេះក៏ជាវិស័យមួយដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាអក្សរសិល្ប៍អក្សរសាស្ត្ររបស់ជាតិរួមទាំងភាសានិងវប្បធម៌ប្រពៃណីជាតិសម្ដេចព្រះឧត្តមបញ្ញាគតិបណ្ឌិតឌួងផង់បានជំរុញដល់ព្រះមេគុណមន្ត្រីសង្ឃគណៈគ្រប់គ្រងពុទ្ធិកសិក្សាជាពិសេសព្រះចៅអធិការសូមបន្តយកព្រះទ័យទុកដាក់ខ្ពស់ក្នុងការគ្រប់គ្រងអប់រំទៅដល់ភិក្ខុសាមណេរក្រោមឱវាទឲ្យគោរពប្រតិបត្តិតាមគោលការណ៍ណែនាំនានារបស់គណៈសង្ឃគ្រប់ឋានានុក្រមនិងគោរពប្រតិបត្តិតាមធម៌វិន័យឲ្យបានខ្ជាប់ខ្ជួននិងក្រើនរំលឹកដល់ព្រះសង្ឃសាមណសិស្សឲ្យមានព្រះទ័យភ្ញាក់រំលឹកខ្ពស់ដឹងខ្លួនជាសាមណភេទជាគំរូដល់សង្គមកុំភ្លេចខ្លួនមុននឹងធ្វើអ្វីៗមួយត្រូវមានសតិមាំនិងត្រូវប្រកាន់ភ្ជាប់ឲ្យបាននៅអភិសម្មាចារដើម្បីតម្កល់ខ្លួនក្នុងសាមណភេទជាភេទដល់ប្រសើរដល់ពុទ្ធសាសនិកទាយុទាយិកា